ទម្លាប់ល្អនៅពេលព្រឹកគឺជាសកម្មភាពដែលយើងរាប់តាំងពីការក្រោករហូតដល់ការបំពេញកាតព្វកិច្ចឬក៏ការងារផ្សេងៗអញ្ចឹងទម្លាប់ល្អនៅពេលព្រឹកនេះគឺទី1ឆាប់ក្រោកពីព្រលឹមហើយក្រោកទៀងទាត់អ្នកខ្លះឆាប់ក្រោកដែរប៉ុន្តែឆាប់ក្រោកនៅពេលដែលទៅដើរលេងឧទាហរណ៍ថាថ្ងៃសៅរ៍ថ្ងៃអាទិត្យត្រូវទៅកំពង់សោមអានឹងឆាប់ក្រោកបានតែមួយថ្ងៃពីរថ្ងៃដល់ថ្ងៃច័ន្ទថ្ងៃអង្គារធ្វើការនោះគឺអត់ឆាប់ក្រោកទេការដែលបង្កើតទម្លាប់មិនទៀងទាត់បែបនេះគឺមិនដឹងថាអាចខ្លាយទៅជាអីកើតទេថ្ងៃក្រោយធ្វើអីក៏មិនកើតដែរទម្លាប់ដែលមិនទៀងទាត់ទម្លាប់ដែលមានប្រយោជន៍គឺទម្លាប់ទៀងទាត់ក្រោកពីព្រលឹមហើយក្រោកយ៉ាងទៀងទាត់ទៀតមានន័យថាធ្វើបែបហ្នឹងជារឿយហើយទម្លាប់ដែលអាក្រក់នោះគឺទម្លាប់ក្រោកហ្នឹងមានន័យថាដេកដល់ម៉ោង8ម៉ោង9ម៉ោង10មិនតាន់ក្រោកផងមិនតាន់សារកតេលមិនតាន់សារមុងមិនតាន់នឹងភ្ញាក់ផងដែលចាស់តែងតែនិយាយតេះដៀលថាដេកចន្ទិតគូតរហូតដល់ថ្ងៃត្រង់ហ្នឹងហើយមនុស្សបែបហ្នឹងគ្មានកំណើតទេរកស៊ីក៏មិនបានធ្វើកិច្ចការងារក៏មិនកើតបានប្តីបើស្រីត្រូវប្តីដៀលថ្មេះដៀលពូជបើសិនជាប្តីនឹងវិញគឺត្រូវប្រពន្ធដៀលពូជដៀលថ្មេះអញ្ចឹងបើសិនជាយើងមានទម្លាប់បែបនេះណាយើងអត់តន់គេទេមិនតន់សភាពការរបស់ពិភពលោកទេសភាពការរបស់ពិភពលោកគឺគេក្រោកឡើងយ៉ាងប្រញាប់ប្រញាល់ទៅធ្វើកិច្ចការងារផ្សេងភារកិច្ចផ្សេងដែលត្រូវបំពេញមានច្រើនណាស់មានតែមនុស្សអត់មានការងារធ្វើទេដែលមិនដឹងថាត្រូវធ្វើអីហើយបើនិយាយអំពីសត្វវិញសត្វដែលក្រោកពីព្រលឹមយ៉ាងទៀងទាត់ចេញទៅរកចំណីព្រឹកប្រហៀមគឺជាសត្វដែលមិនក្រជាសត្វដែលនឹងរកចំណីបានគ្រប់គ្រាន់ជាសត្វដែលនឹងធាត់ជាសត្វដែលមានសុខភាពល្អហើយបើថាសត្វណាដែលដេកត្រងើចវិញគឺជាសត្វស្គមរីងរៃរកចំណីមិនបានមិនតាន់គេទេចំណុចទី2ក្រោយពីក្រោកហើយអ្វីដែលយើងត្រូវធ្វើគឺញញឹមស្រស់ស្រាយគឺជាការបង្កើតទម្លាប់មួយឲ្យមានរិស័យនៅក្នុងជីវិតរិស័យហ្នឹងមិនមែនធ្លាក់ទៅលើមេឃឬក៏មិនមែនជាមន្តអាគមឬក៏មិនមែនជាប្រអិនប្រព្រំណាដាក់ឲ្យយើងនោះទេប៉ុន្តែរិស័យហ្នឹងជាអ្វីដែលយើងបង្កើតឡើងទោះយើងមានអារម្មណ៍ល្អមិនល្អក៏ដោយព្រឹកឡើងប្រកាសជាមានអ្នកខ្លះដេកមិនគ្រប់គ្រាន់ដូច្នេះកមេកម៉ៅប៉ុន្តែយើងត្រូវផ្លាស់ប្ដូរសកម្មភាពទាំងអស់នេះភ្លាមគឺចាប់ដើមញញឹមរុះរារាក់តាក់មកកាន់ខ្លួនឯងពេលដែលយើងក្រោកទៅយើងដើរទៅក្បែរផ្ទះយើងឃើញផ្កានឹងស្វិតចពូនកមេកម៉ៅព្រឹកឡើងវាអត់ស្រស់បំព្រងទេយើងធុញចំពោះផ្កាហ្នឹងណាយ៉ាងណាមិញមុខយើងក៏ដូចគ្នាអញ្ចឹងដែរបើសិនជាព្រឹកឡើងកមេកម៉ៅគ្មានរិស័យទេព្រឹកឡើងកមេកម៉ៅហ្នឹងគឺគ្មានកើតទៅជាគំនិតអីទេតើតែយើងស្រស់ស្រាយសប្បាយរីករាយបានយើងវាស្រស់ថ្លាហើយតើតែយើងស្រស់ថ្លាបែបហ្នឹងបានបញ្ញារបស់យើងវាវាងវៃហើយបញ្ញាយើងវាងវៃបានសម្ដីវោហាររបស់យើងហ្នឹងវាឃ្លាវខ្លាសម្ដីវោហារយើងឃ្លាវខ្លាបានសកម្មភាពរបស់យើងវាធ្វើទៅបានល្អលទ្ធផលយើងបានល្អអ្វីដែលយើងធ្វើទាំងអស់មានភាពតាក់ទាញទឹកចិត្តអ្នកដទៃឬមានភាពតាក់ទាញអ្នកដទៃហើយយើងរស់នៅដោយភាពរីករាយនៅក្នុងគ្រួសារយើងទៀតបើយើងជាប្រពន្ធភ្ញាក់មកឃើញមុខកមេកម៉ៅប្តីមិនដឹងមានទឹកចិត្តយ៉ាងម៉េចទៅធ្វើការទេណាហើយបើសិនជាកូនភ្ញាក់មកកមេកម៉ៅវាបង្កើតនូវភាពចង្រៃដល់គ្រួសារហ្នឹងសមាជិកណាមួយដែលភ្ញាក់មកក្រម៉ៅទុកមុខទុយមួយមិនឃ្លាវខ្លាមិនស្រស់ថ្លាមិនស្រស់បំព្រងវាបង្កើតនៅអពមង្គលនៅក្នុងផ្ទះហ្នឹងណាក្រោយពីយើងស្រស់ស្រាយសប្បាយរីករាយហើយយើងធ្វើកិច្ចការងារដែលល្អដូចជាស្រោចផ្កាយួរទឹកស្រោចផ្កាជាការកម្រើករាងកាយរបស់យើងកុំឲ្យស្ពឹកស្រពន់ផងជាការដាស់តឿនសរសៃសរសងរបស់យើងឲ្យវារវារវៃផងជាការចម្រើនប្រយោជន៍ដល់ផ្កានិងបរិយាកាសជុំវិញផ្ទះឲ្យវាមានភាពស្រស់បំព្រងតាមបែបធម្មជាតិផងគួរជាទីរមណីសុខដុមទៅដល់គ្រួសាររបស់យើងធ្វើឲ្យទាំងអស់គ្នាមានអារម្មណ៍ល្អនិងទទួលបានបរិយាកាសយ៉ាងរីករាយនិងកក់ក្ដៅនៅក្នុងគ្រួសារទី3គឺយើងនិយាយអំពីការបោសសម្អាតផ្ទះឬក៏ការសិក្សារៀនសូត្រទម្លាប់ទី3របស់យើងពេលព្រឹកឡើងមានបងប្អូនខ្លះប្រហែលជាទម្លាប់ទៅហាត់ប្រាណអញ្ចឹងខ្ញុំឲ្យយោបល់ថាពេលយប់ឡើងណាយើងជាស្កររបស់យើងវាធ្លាក់ចុះហើយវាធ្លាក់ចុះពីខួរក្បាលរបស់យើងដែលធ្វើឲ្យខួរក្បាលហ្នឹងអត់មានជាតិស្ករអញ្ចឹងសាច់ដុំសរសៃសរសងផ្សេងទៀតវាអត់មានកម្លាំងទេបើសិនជាយើងយកពេលព្រឹកទៅហាត់ប្រាណការហាត់ប្រាណរបស់យើងនឹងនាំឲ្យញ័រសរសៃនាំឲ្យញ័រទៅសងណាហើយបើញ័រសរសៃញ័រទៅសងអញ្ចឹងយើងសុខភាពមិនល្អទេការហាត់ប្រាណគួរតែហាត់នៅពេលប្រលប់ឬក៏ពេលល្ងាចពីព្រោះយើងបានហូបបាយទៅជាតិស្ករជាតិអីវាក
កុញមួយថ្ងៃនៅក្នុងសរសៃឈាមរបស់យើងដល់ពេលព្រឹកឡើងនេះវាអស់ដល់ពេលអស់អញ្ចឹងអ្វីដែលយើងត្រូវធ្វើនោះគឺធ្វើកិច្ចការងារស្រាលសិនគឺធ្វើកិច្ចការងារផ្ទះធ្វើកិច្ចការងារផ្ទះតិចដែលសូម្បីតែបើយើងមិនទាន់បានហូបអាហារដើម្បីបង្កើនជាតិស្ករក្នុងខ្លួនទេក៏គួរតែយើងកុំទាន់អាលប្រើខួរក្បាលយើងក្នុងការរៀនសូត្រក្តីក្នុងការគិតក្តីពីព្រោះតើកាលណាយើងគិតទៅវាទាញជាតិស្ករមកទៀតអញ្ចឹងនាំឲ្យយើងឈឺក្បាលជារឿងល្អគឺថាព្រឹកឡើងបោសសម្អាតផ្ទះសម្បែងហើយនាំគ្នាដាំបបរដាំបាយហូបឬក៏ថាបើយើងមិនអាចដាំបបរបាយអីយើងឆុងមីឆុងអីយើងរកអីហូបសិនទៅឬក៏យើងទៅណាដើម្បីរកអីមកហូបចូលកាពះយើងសិនសុខភាពសំខាន់ពេលព្រឹកហ្នឹងសំខាន់ជាទីបំផុតដើម្បីបង្កើនជាតិស្ករនិងអារម្មណ៍ស្រស់ថ្លារបស់យើងវិញហើយជាពិសេសគឺយើងត្រូវហូបអាហារដែលងាយរលាយអាហារទន់មិនគួរហូបបាយកកពីព្រោះបាយកកវាមានផ្សិតនៅក្នុងហ្នឹងដែលធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលយើងមួយចំនួនជាពិសេសប៉ះពាល់ដល់ការគិតនិងដំណើរការនៃខួរក្បាលនិយាយបែបនេះមិនមែនមានន័យថាត្រូវចោលបាយកកទេប៉ុន្តែមានន័យថាបើយើងចង់ហូបបាយកកយើងយកបាយកកហ្នឹងទៅច្របាច់ទៅលីងទៅអីឲ្យវាក្តៅដាក់បន្លែដាក់អីទៅហើយចាំយកមកហូបបើយើងលេងបាយកកទៅទេវាមានទាំងផ្សិតផងវាមានទាំងមេរោគមេអីផងវាមានទាំងភាពត្រជាក់ផងដូច្នេះវាអត់ចម្រើនដល់សុខភាពរបស់យើងទេចំណុចមួយទៀតក្រោយពីយើងរកអាហារហូបបានត្រឹមត្រូវហើយបើមានពេលយើងគួរតែបង្កើតទម្លាប់រៀនអាចថាស្ដាប់អាចថាអានអាចថាទស្សនាភាពយន្តណាមួយឬក៏រឿងណាមួយដែលមានប្រយោជន៍សម្រាប់គោលដៅរបស់យើងឬក៏ថាអាចគិតអំពីផែនការនៃជីវិតរបស់យើងអំពីចក្ខុវិស័យរបស់យើងអំពីសុបិនរបស់យើងអំពីគោលដៅរបស់យើងឬក៏ថាយើងអាចនឹងអានសុបិនរបស់យើងប្រសិនបើយើងមានសុបិនយកមកអានវាជារឿយរាល់ថ្ងៃទម្លាប់ទី5គឺការទៅធ្វើការងារឲ្យទាន់ពេលវេលាទៅធ្វើការងារឲ្យទាន់ពេលវេលាប្រសិនបើយើងធ្វើការងារជាបុគ្គលិកឯកជនក្តីបុគ្គលិករដ្ឋក្តីឬក៏ជាកម្មករក្តីគឺកុំឲ្យមានទម្លាប់អាក្រក់ដែលនាំឲ្យគេមើលងាយដែលនាំឲ្យប្រធានសម្គាល់យើងបានដែលធ្វើជាមនុស្សម្នាក់ដែលខ្វះវិន័យយើងត្រូវបែងចែកពេលវេលានិងធ្វើកិច្ចការងារឲ្យបានត្រឹមត្រូវរស់រាន់ហើយទៅធ្វើការងារឲ្យទាន់ពេលវេលាឲ្យគេទៀតទោះជាថាយើងមិនធ្វើការងារមួយជីវិតក៏ដោយក៏ត្រូវតែមានទម្លាប់ក្នុងការធ្វើការងារឲ្យមានវិន័យគឺទៅឲ្យទាន់មុនពេលដែលការងារចាប់ផ្ដើមចំណុចមួយទៀតគឺការដែលយើងមានការងារធ្វើនឹងវាជាមង្គលមួយនៃជីវិតថ្មីត្បិតថាវាមិនតាន់ជាកិច្ចការងារខ្លះវាមិនតាន់ជាការងាររបស់យើងវាគ្រាន់តែជាការងារដែលយើងត្រូវតែធ្វើឲ្យគេប៉ុន្តែយ៉ាងណាក៏យើងធ្វើដើម្បីយើងដែរពីព្រោះផលចំណេញចំណេះដឹងបទពិសោធន៍និងប្រាក់ខែមួយចំនួនគឺបានត្រឡប់មកយើងប៉ុន្តែយើងក៏ត្រូវមានគោលបំណងថានឹងត្រូវចាប់ដើមមុខរបរដោយខ្លួនឯងនៅពេលណាមួយតាមការកំណត់របស់យើងទោះជាយើងធ្វើការងារឲ្យគេក្តីទោះជាយើងធ្វើការងារឲ្យខ្លួនឯងក្តីឲ្យតែយើងមានការងារធ្វើជារៀងរាល់ថ្ងៃក៏ឈ្មោះថាជាមនុស្សដែលមានមង្គលសួស្តីនៅក្នុងជីវិតកុំឲ្យជីវិតយើងក្រោកពីព្រលឹមមកអាក្រោកក៏មិនទៀងទាត់ធ្វើកិច្ចការងារក៏មិនធ្វើកិច្ចការងារហូបចុកក៏មិនទៀងទាត់ដោះថ្មិញក៏មិនទៀងទាត់ទុកមុខទុយមួយដើរត្រែលត្រល់ច្រឡំបន្ទប់ទឹកច្រឡំនេះច្រឡំបន្ទប់នោះច្រឡំសពបែបសពយ៉ាងហើយរៀបចំខ្លួនហើយមិនដឹងថាត្រូវធ្វើអីអត់មានការងារធ្វើមិនដឹងថាថ្ងៃហ្នឹងគួរតែធ្វើអីអញ្ចឹងអង្គុយឆ្លោះកញ្ចក់សិតសក់ញិចមុនស្ដាប់ចម្រៀងវិលចុះវិលឡើងថ្ងៃហូបបាយហើយដេកហើយល្ងាចឡើងដើរលេងហើយមិត្តភ័ក្តិបបួលស៊ីផឹកហើយយប់ឡើងក៏ដាច់អីចឹងទៅបើជីវិតតែលតោលបែបនេះគួរតែប្រញាប់រស់រាន់ទៅរកគោលដៅឲ្យហើយដើម្បីមានការងារធ្វើណាមួយជាក់លាក់ច្បាស់លាស់ក្នុងជីវិតកុំឲ្យបណ្ដោយជីវិតទៅតាមយថាកម្មបើយើងបណ្ដោយឲ្យជីវិតទៅតាមយថាកម្មយើងនឹងទទួលនៅបាបកម្មគឺជីវិតយើងអត់សុខទេជីវិតយើងនឹងមានទោសទណ្ឌហ្នឹងគឺការលំបាកហ្នឹងណាពេលខ្លះមិនមានអ្នកណាដាក់ទោស